គិនាយកធនាគារ AODB និងសហព័ន្ធស្រូវអង្គរកម្ពុជាអញ្ជើញចុះសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់បងប្អូននីតិហានខេត្តព្រះវិហារឯកឧត្តមបណ្ឌិតកៅថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍជនបទនិងកសិកម្មនិងសហព័ន្ធស្រូវអង្គរកម្ពុជានៅថ្ងៃទី6ខែមេសាឆ្នាំ2025បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូននីតិហានរងនិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ8នៃកងពលធំអន្តរាគមន៍លេខ3ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះឯកឧត្តមបណ្ឌិតកៅថាចបានមានប្រសាសន៍រំលឹកជូនថានេះគឺជាលើកទី3ហើយដែលធនាគារអភិវឌ្ឍជនបទនិងកសិកម្មរួមជាមួយសប្បុរសជនរួមមានសហព័ន្ធស្រូវអង្គរដើម្បីផ្ដល់ជូនបងប្អូននៅសមរភូមិមុខនាំយកគ្រឿងឧបភោគបរិភោគមានជាស្បៀងអាហារអង្គរនិងសម្ភារៈមួយចំនួនទៀតព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនបងប្អូននៃកងពលតូចអន្តរាគមន៍លេខ8នៃកងពលធំអន្តរាគមន៍លេខ3ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារបន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្នាកាលពីឆ្នាំ2024កន្លងទៅសម្រាប់ឧត្តមសេនីយ៍ត្រីច័ន្ទសុខុនមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ8នៃកងពលធំអន្តរាគមន៍លេខ3ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានឯកឧត្តមបណ្ឌិតកៅថាចនិងសហព័ន្ធស្រូវអង្គរព្រមទាំងសហការីដែលតែងតែផ្សារភ្ជាប់ជាមួយនឹងការសួរសុខទុក្ខដល់នីតិហានពលទាហានកំពុងឈរជើងនៅតំបន់ប្រាសាទព្រះវិហារបន្ទាប់ពីបានបញ្ចប់នៅពិធីសំណេះសំណាលជាមួយនឹងការសួរសុខទុក្ខដល់នីតិហាននិងនីតិហានរងនៃកងពលធំអន្តរាគមន៍លេខ3រួចមកឯកឧត្តមបណ្ឌិតប្រតិភូបានអញ្ជើញចុះពិនិត្យមើលកន្លែងប្រមូលទិញនិងស្តុកដំឡូងមីមួយកន្លែងនិងទីតាំងធ្វើកសិកម្មរបស់នីតិហានស្ថិតនៅក្នុងភូមិសាអែមស្រុកជាំខ្សានខេត្តព្រះវិហារដែលមានផ្ទៃដី160ហិកតាផងដែរ